លោកបណ្ឌិតសុកទូចដាស់តឿនកូនខ្មែរឲ្យចងចាំប្រវត្តិសាស្ត្រនិងត្រៀមខ្លួនឆ្លើយតបចំពោះការដែលឈ្លានពានទឹកដីប្រធានរាជសភាបណ្ឌិតកម្ពុជាលោកបណ្ឌិតសុកទូចបានចេញមុខក្រៅរំលឹកនិងដាស់តឿនទៅដល់កូនខ្មែរគ្រប់រូបជាពិសេសស្រទាប់យុវជនជំនាន់ក្រោយឲ្យចងចាំនៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីគោលបំណងឈ្លានពានរបស់ប្រទេសជិតខាងមកលើទឹកដីកម្ពុជាជាច្រើនលើកជាច្រើនសារការដាស់តឿននេះក៏បានធ្វើឡើងបន្ទាប់ពីលោកបណ្ឌិតបានកត់សម្គាល់ឃើញថាភាគីថៃបានបង្កសកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជាតាំងពីថ្ងៃទី24ខែកក្កដាឆ្នាំ2025កន្លងទៅដែលព្រឹត្តិការណ៍នោះបានបន្សល់ទុកនូវគ្រប់រសជាតិសម្រាប់កម្ពុជានេះបើយោងទៅតាមគណនី Facebook ផ្លូវការរបស់លោកក៏បានបង្ហោះនៅព្រឹកថ្ងៃប្រហ័សនេះដើម្បីការពារអធិបតេយ្យភាពជាតិនិងការការពារកុំឲ្យប្រវត្តិសាស្ត្រដ៏ជូរចត់ដើរជាន់ដានចាស់លោកបណ្ឌិតសុកទូចក៏បានដាក់ចេញនៅយុទ្ធសាស្ត្រនិងការអប់រំចិត្តគំនិតសំខាន់ចំនួន4ចំណុចជូនទៅដល់កូនខ្មែរគ្រប់រូបដូចខាងក្រោមទី1ត្រូវរៀបខ្លួនឲ្យគ្រប់ជ្រុងជ្រោយគឺកម្ពុជាត្រូវតែត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដើម្បីឆ្លើយតបទៅនឹងរាល់បញ្ហានិងឧបសគ្គទាំងឡាយណាដែលយើងធ្លាប់បានជួបប្រទះកាលពីពេលកន្លងមកទី2ការការពារកុំឲ្យជាន់ដានប្រវត្តិសាស្ត្រច្រំដែលត្រូវតែរៀនសូត្រពីកំហុសនិងព្រឹត្តិការណ៍អតីតកាលដើម្បីធានាថាទឹកដីនិងបូរណភាពទឹកដីរបស់យើងមិនត្រូវបានគេរំលោភបំពានសាជាថ្មីនោះឡើយចំណែកទី3ត្រូវខិតខំមិនត្រូវច្រណែនគេឡើយនៅពេលដែលយើងឃើញខ្លួនឯងដើរមិនទាន់គេឬក៏អភិវឌ្ឍយឺតជាងគេមិនត្រូវមានចិត្តច្រណែនឈ្នានេះនោះទេប៉ុន្តែត្រូវតែយកចំណុចនោះមកធ្វើជាកម្លាំងចលករនៅក្នុងការដែលខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯងឡើងវិញនិងទី4ហ៊ានប្រកួតប្រជែងជាមួយដៃគូដែលខ្លាំងជាងកម្ពុជាត្រូវតែមានសេចក្តីក្លាហានក្នុងការដែលយកដៃគូដែលមានសមត្ថភាពនិងភាពរឹងមាំជាងយើងយកមកធ្វើជាដៃគូប្រកួតប្រជែងដើម្បីជំរុញឲ្យខ្លួនឯងកាន់តែខ្លាំងដែលវិធានការនេះទើបអាចធានាបាននូវសុវត្ថិភាពយូរអង្វែងសម្រាប់ជាតិសាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវរូបនេះក៏បានសង្កត់ធ្ងន់ថាការដែលយល់ដឹងពីប្រវត្តិសាស្ត្រនិងការកសាងសមត្ថភាពខ្លួនឯងឲ្យបានរឹងមាំគឺជាខែលការពារដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការពារជាតិមាតុភូមិនាសម័យកាលបច្ចុប្បន្ននិងទៅអនាគត